យីមីតុំយ៉ាម៉ាល្មមហ្នឹងមីតុំយ៉ាំប្រយ័ត្នតាមុខទ្រាំលេងបានយ៉ាតាមុខលេងវិញហ្នឹងចាត់បាសជើងហ្នឹងមីតុំយ៉ាំហ្នឹងហើយបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើឲ្យតុំយ៉ាំញ៉ាំហ្នឹងបងប្អូនអរគ្នាដោយសារតែមួយរយៈហ្នឹងតុំយ៉ាំវាផ្កើនសាហាវវាផ្កើនវាក្លឿនហ្មងបងប្អូនអរគ្នាហ្នឹងហើយដូចបងប្អូនបានឃើញហ្នឹងវាក៏ក្លឿនខ្លាំងមែនតែនវាមិនព្រមឈប់ទេមីតុំយ៉ាំហ្នឹងវាចាក់រុកបុកស្គៀលវាមិនឲ្យយើងនៅសុកហ្មងបងប្អូនអរគ្នាមីតុំយ៉ាំហ្នឹងវាសាហាវខ្លាំងណាស់ថ្ងៃហ្នឹងយកវាមកតុំធ្វើម្ហូបញ៉ាំម្ដងមើលបងប្អូនអរគ្នាហ្នឹងហើយថ្ងៃហ្នឹងម៉ាក់អូនជេលីបានបកង4 10 20ក្បាលហ្នឹងយកមកធ្វើតុំយ៉ាំញ៉ាំឯណានៃម្ដងបងប្អូនអរគ្នាហើយដូចខ្ញុំនិយាយពីមុនហ្នឹងអញ្ចឹងមីតុំយ៉ាំវាមិនព្រមចប់ងាយទេមីតុំយ៉ាំហ្នឹងវានៅមិនសុកបុកតួមនិញវាណាវាពិបាកចិត្តក្នុងខ្លួនវាអត់អាចយកឈ្នះអាមុខបានដោយសារតែចិត្តអាមុខហ្នឹងវាធ្ងន់ខ្លាំងមែនតែនចិត្តអាមុខគឺធ្ងន់ខ្លាំងណាស់អត់ធ្មត់អត់ទ្រាំមកយូរហើយបងប្អូនដោយសារតែប្រកាន់នៅសច្ចៈប្រកាន់នៅច្បាប់អាមុខរងនៅការមើងងាយប្រមាថជិះជាន់ធ្វើបាបសពគ្រប់បែបយ៉ាងទាំងផ្លូវកាយទាំងផ្លូវចិត្តអាមុខនៅតែទ្រាំនៅតែអត់ធ្មត់នៅតែប្រកាន់នៅពាក្យថាច្បាប់កាន់ឈរលើច្បាប់មិនបំពេញមិនតបតឲ្យទាំងអស់តែអាមុខចង់ប្រាប់ទៅតុំយ៉ាងវិញថាអាមុខក៏ចេះអត់ធ្មត់មានដែនកំណត់ដែរការអត់ធ្មត់ក៏មានដែនកំណត់ដែរចង់និយាយចឹងនឹងហើយថ្ងៃណាមួយអាមុខនឹងងើបឈរតតាំងជាមួយនឹងតុំយ៉ាំមិនអោយតុំយ៉ាំជិះជាន់បន្តទៀតទេដោយសារតែការមើងងាយការកក្លឿនរបស់តុំយ៉ាំនឹងវាប្រហើនខ្លាំងពេកវាអត់មានក្រាញ់ញញើតអត់មានយល់ពីចិត្តអាមុខអីបន្តិចសោះហ្មងបងប្អូនបាទឥឡូវយើងមកចូលសាច់រឿងយើងវិញថ្ងៃនឹងមកអូនជេលីបានតុំយ៉ាំបង្កង4 5ក្បាលនឹងបងប្អូនបាទបន្លែឡើងមួយឆ្នាំងពេញបឺបបងប្អូនអូយរួចរាល់ហើយបងប្អូនបាទបង្កងតុំយ៉ាំរបស់យើងឆ្ងាញ់ខ្លាំងណាស់បងប្អូនហើយយើងក៏មាននៅមួយមុខទៀតក្តាមបងប្អូនហើយនេះគឺក្តាមស្រែយើងបងប្អូនបាទហើយតើប៉ាផើនឲ្យក្តាមគៀបផ្លោកឥឡូវហ្នឹងឥឡូវយើងមកញ៉ាំទាំងអស់គ្នាបងប្អូនបាទរួចរាល់ហើយនេះបង្កងតុំយ៉ាំព្រៃផ្សៃហ្នឹងហើយបងបាទតុំយ៉ាំចិត្តខូខើចិត្តអត់មានជាមនុស្សណាបងប្អូនបាទតុំយ៉ាំនេះខូខើណាដូចគេនិយាយចឹងខួបបង្កងគិតអត់បានគិតបានតាចង់ឈ្នានេះរបស់គេចឹងបងប្អូនពួកមីតុំយ៉ាំនេះវាអត់កំណើតទេវាគ្មានអីអស្ចារ្យទេតែវាចង់បានរបស់គេទេវាចង់ឆ្លៀនពៀនគេបំភ្លៃការពិតណាបងប្អូនតុំយ៉ាំនេះប្រហែលព្រៃផ្សៃណាយកវាមកធ្វើខួបកងចឹងហ្មងខួបកងអស់ហ្នឹងហើយថ្ងៃហ្នឹងសូមក្តៅកាហាយបន្តិចបងប្អូនបាទដោយសារតែតុំយ៉ាំវាក្តៅកាហាយខ្លាំងពេកអូខេបងប្អូនបាទវីដេអូយើងក៏មានតែប៉ុណ្្នឹងឯងអរគុណពុកម៉ែបងប្អូនដាំផ្ញើទៅមីតុំយ៉ាំល្មមទៅបានហើយកុំចង់បានរបស់គេខ្លាំងពេកកុំក្តៅកាហាយរឿងទ្រព្យរបស់គេពេកការពារតែទ្រព្យរបស់ខ្លួនឯងទៅមីតុំយ៉ាំហើយមីតុំយ៉ាំល្មមណាមីតុំយ៉ាំដូចបងប្អូនបានដឹងអញ្ចឹងតាំងពីដើមរហូតមកដល់ពេលនេះអាមុខនៅតែជាក្មេងតូចដ៏គួរស្រឡាញ់នៅតែស្លូតបូតនៅតែគោរពនៅសច្ចៈគោរពនៅច្បាប់គោរពនៅយុត្តិធម៌គោរពនៅភាពត្រឹមត្រូវរហូតបងប្អូនអញ្ចឹងហ្នឹងថាអាតុំយ៉ាំមីតុំយ៉ាំហ្នឹងវាអត់ព្រមឲ្យយើងរស់សុខស្រួលទេបងប្អូនវាតាមគ្នានេះតាមយាយីតាមធ្វើបាបយើងសពគ្រប់បែបយ៉ាងអញ្ចឹងមិនថាមែនយើងសុំតែមកសុខសុំតែមករស់ស្រួលសុំតែប៉ុណ្្នឹងវាមិនអោយផងហ្នឹងហើយបងប្អូនបើមានពាក្យណាអសរោះមិនសមរម្យសូមខន្តីអភ័យទោសផងខ្ញុំអត់ដែរប្រើភាសាអញ្ចឹងដោយសារតែថ្ងៃហ្នឹងខឹងខ្លាំងពេកដោយសារតែខឹងមីតុំយ៉ាំវាប្រហើនខ្លាំងពេកបងប្អូនហ្នឹងហើយអរគុណបងប្អូនបាទពួកវាសមតែត្រូវអញ្ចឹងឯងវីដេអូមានតែប៉ុណ្្នឹងឯងអរគុណច្រើន